ថ្ងៃមួយមាននិស្សិតមួយក្រុមដែលទើបតែបញ្ចប់ការសិក្សាពួកគេក៏បានបបួលគ្នាចូលទៅក្នុងព្រៃជ្រៅមួយដើម្បីបោះតង់ដោយសារតែពួកគេបានដឹងថាទីនោះមានទេសភាពយ៉ាងស្រស់ស្អាតជាមួយនឹងព្រៃភ្នំនិងដើមឈើយ៉ាងខៀវស្រងាត់អ្វីដែលកាន់តែពិសេសនៅទីនោះមានទឹកជ្រោះមួយដ៏សែនស្អាតមិនងាយសូវមានមនុស្សទៅដល់ទេនៅកន្លែងបោះតង់នោះមានស្ទឹងដែលទឹកហូររិកៗធ្វើឲ្យទេសភាពទីនោះកាន់តែអស្ចារ្យពួកគេបានរៀបចំគម្រោងទៅទីនោះនៅពេលដែលពួកគេបានចូលទៅដល់ទីកន្លែងនោះនៅយប់ថ្ងៃដំបូងពួកគេក៏ចាប់ផ្ដើមរៀបចំតង់និងបង្កាត់ភ្លើងធ្វើជាភ្នក់ដើម្បីពួកគេក៏បានចែកគ្នាបណ្ដើរនិងញ៉ាំអាហារបណ្ដើរស្ដាប់ចម្រៀងបណ្ដើរទេសភាពនិងទីកន្លែងដែលខ្យល់បក់ល្វើយពិតជាធ្វើឲ្យពួកគេសប្បាយរីករាយនឹងបរិយាកាសមួយនេះខ្លាំងណាស់ប្រហែលជាកន្លះម៉ោងក្រោយមកស្រាប់តែរ៉ានីក៏ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាខ្យល់បក់ល្វើយនិងត្រជាក់ចុងដៃចុងជើងមិនដឹងទេពេលនោះបញ្ញាក៏ចាប់ផ្ដើមនិយាយថាប្រហែលជាទីនេះនៅចិត្តទឹកហើយបានជាធ្វើឲ្យខ្យល់មើលទៅត្រជាក់ខ្លាំងណាស់តែមានអារម្មណ៍ថាទីនេះដូចជាស្ងប់ស្ងាត់ខ្លាំងណាស់គ្មាននរណាគេហ៊ានមកបោះតង់នៅទីនេះទេពួកយើងគឺជាមនុស្សពិសេសហើយដែលបានមកដល់ទីនេះមុនគេខ្ញុំជឿថាអ្នកដែលមកទីនេះសុទ្ធតែជាមនុស្សដ៏អស្ចារ្យហើយពួកគេក៏ចាប់ផ្ដើមនាំគ្នាសើចសប្បាយរីករាយពេលនោះដាវ៉ាន់ក៏ចាប់ផ្ដើមនិយាយថាណែពួកឯងបើសិនជាយប់ឡើងយើងដេកទៅមានសាច់កាត់សាហាវឬក៏ខ្មោចម្លងទៅធ្វើមិនទៅស្រាប់តែពេលនោះរ៉ានីក៏និយាយថាដាវ៉ាន់ឯងនេះពិតជាមាត់គ្មានកម្រោបមែនចូលក្នុងព្រៃតើនរណាគេឲ្យនិយាយបែបនេះពេលនោះបញ្ញាក៏ចាប់ផ្ដើមនិយាយថាបានហើយជប់ឆ្លោះគ្នាទៅកន្លែងតែឆ្លោះគ្នានឹងហើយឯងនេះការរៀនក៏ឆ្លោះគ្នាមកដល់ក្នុងព្រៃហើយនៅតែឆ្លោះគ្នាទៀតហើយយប់នេះពួកឯងពីរនាក់ដេកនៅក្នុងតង់នឹងជាមួយគ្នាទៅហើយបើសិនជាខ្មោចលងមិនមកចាំសែកមកពួកយើងនឹងទៅមើលឯងហើយពេលនោះរ៉ានីក៏ចាប់ដើមនិយាយថាហេតុអីបានជាឯងនេះមកបន្លាចគ្នាអញ្ចឹងនៅក្នុងព្រៃជ្រៅផងហើយពេលនោះដាវ៉ាន់ក៏និយាយថាគ្មានអីត្រូវខ្លាចទេដើរព្រៃគ្រប់កន្លែងអស់ហើយខ្ញុំជានារីក្លាហានអញ្ចឹងខ្ញុំអត់មានតែខ្លាចខ្មោចអីទេបានប្រហែលជាកន្លះម៉ោងក្រោយមករ៉ានីក៏ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមានដុំស្អីទៅហូរតាមទឹកនោះហើយពេលនោះគេក៏ចាប់ផ្ដើមឆ្ងល់ថាតើស្អីគេហូរមកតាមទឹកនោះពេលនោះក៏ចាប់ផ្ដើមប្រាប់បញ្ញាហើយបញ្ញាក៏កាន់ពិលនឹងដៃក៏ចាប់ផ្ដើមច្បាច់មើលពេលដែលគេច្បាច់មើលព្យាយាមពិនិត្យទៅពិនិត្យឡើងក៏ឃើញសាកសពមនុស្សហើយក៏គេអត់ដឹងថាស្អីឬក៏ប្រុសដែរប៉ុន្តែឃើញសស្ទងតែទឹកមកពេលនោះរ៉ានីបានស្រែកហើយបានបាត់ភ័យយ៉ាងខ្លាំងចំណែកឯនារីក្លាហានដាវ៉ាន់នោះវិញពិតជាមិនខ្លាចអីមែនដាវ៉ាន់ក៏បានចុះទៅក្នុងទឹកនោះដើម្បីទាញសាកសពនោះឡើងមកលើពេលនោះគេឃើញថាសាកសពដែលទឹកនោះគឺជាមនុស្សស្រីដ៏ហើមស្ពុលមិនដឹងជាស្លាប់ដោយសារអ្វីហើយស្លាប់តាំងពីកាលទេពេលនោះពុទ្ធិក៏ចាប់និយាយថាយើងមិនអាចទុកសាកសពនេះចោលអញ្ចឹងទេព្រោះអាណិតគ្នាណាមិនដឹងជាសាច់ញាតិបងប្អូននៅទីណាទេអញ្ចឹងយើងគួរតែនាំគ្នាអស់សាកសពនេះចូលទៅក្នុងព្រៃហើយកប់នៅក្នុងព្រៃជ្រៅបាត់ទៅដាវ៉ាន់ក៏ចាប់ដើមនិយាយថាបើអញ្ចឹងតែយើងគួរតែធ្វើបែបណាទៅព្រោះយើងមិនអាចទុកសាកសពនេះនៅចោលបែបនេះទេអញ្ចឹងយើងនាំគ្នាចាប់ដើមធ្វើវាទៅហើយពួកគេក៏ចាប់ដើមព្យាយាមអស់សាកសពចូលទៅក្នុងព្រៃរ៉ានីបញ្ញានិងពុទ្ធិបានព្យាយាមកប់សាកសពនោះនៅក្នុងព្រៃជ្រៅមួយកន្លែងពួកគេក៏បានវិលត្រឡប់មកកន្លែងបោះតង់វិញហើយក៏ចែកផ្លូវគ្នាចូលសម្រានទៅស្រាប់តែយប់រំលងអត្រាប្រហែលជាម៉ោង1ពេលនោះគេនាំគ្នាដេកលក់អស់ហើយប៉ុន្តែចំណែកអីតារ៉ានីដោយសារតែរ៉ានីជាមនុស្សម្នាក់ដែលចូលចិត្តខ្លាចខ្មោចមែនតើហើយពេលនោះគេចាប់ដើមមានអារម្មណ៍ថាព្រឺខ្លួនហើយស្រាប់តែគេនាំគ្នាដេកអស់ពលឺខាងក្រៅតង់ជាមួយនឹងភ្លើងរងើកភ្លើងដែលកំពុងតែដុតនោះស្រាប់តែគេឃើញដោយស្រមោលនរណាម្នាក់បានព្យាយាមដើរមកកាន់តែជិតតង់របស់គេពេលនោះគេព្យាយាមហៅដាវ៉ាន់ឯងមានឃើញនរណាម្នាក់កំពុងតែដើរមកទេពេលនោះដាវ៉ាន់ជាមនុស្សម្នាក់ដែលដេកត្រមុកគេមិនបានឆ្លើយតបជាមួយរ៉ានីនោះទេចំណែកឯរ៉ានីនោះវិញមានអារម្មណ៍ថាភ័យទៅហើយគេក៏ព្យាយាមបើកតង់មើលថាជានរណាគេខ្លាចទី1ខ្លាចថាខ្មោចឬមួយក៏មានចោរឬក៏អីមកចង់លួចឬក៏ប្លន់អីពេលនោះគេភ័យមែនតើគេមិនដឹងจะធ្វើយ៉ាងណាទេគេព្យាយាមកាន់ពិលមួយហើយព្យាយាមអឺតមើលតាមតង់នោះប៉ុន្តែបែរជាគ្មានអ្វីសោះគេក៏ចាប់ផ្ដើមដេកទៅវិញប៉ុន្តែដេកមិនលក់សោះស្រាប់តែមួយសន្ទុះក្រោយមកគេឮសំឡេងបញ្ញាបានហៅរ៉ានីឯងចេញមកក្រៅតិចបានទេឯងជូនយើងទៅក្នុងព្រៃបន្តិចបានទេ
ខ្ញុំដូចជាមានអារម្មណ៍ថានោះរ៉ានីក៏បាននិយាយថាណែបញ្ញាឯងជាមនុស្សប្រុសហេតុអីបានជាខ្លាចខ្មោចបែបនេះពិតជាកំសាកមែនតើហើយបញ្ញាក៏បានថាណែខ្មោចឡងអត់បានគិតថាប្រុសឬក៏ស្រីទេឥឡូវឯងជូនយើងទៅក្នុងព្រៃបន្តិចមកយើងដូចជាចុកពោះខ្លាំងណាស់ហើយពុទ្ធីនោះយើងហៅមិនក្រោកទេបន្តបន្ទាប់ពីរនាក់ហ្នឹងក៏បានចូលទៅក្នុងព្រៃរ៉ានីពិតជាខ្លាចដើរបណ្ដាខ្លាចបណ្ដាប៉ុន្តែដោយសារតែបញ្ញាបានពឹងហើយអញ្ចឹងគឺប្រកែកមិនបានទេព្រោះមកគ្នាតែ4នាក់ផងនៅពេលដែលបញ្ញាហើយនឹងរ៉ានីបានចូលទៅក្នុងព្រៃជ្រៅទៅរ៉ានីក៏បាននិយាយថាបញ្ញាខ្ញុំគិតថាយើងមកតាមនេះបានហើយព្រោះអីវាដូចជាឆ្ងាយពេកហើយរ៉ានីក៏បានបន្តថាអញ្ចឹងឯងចូលទៅបត់ជើងទៅយើងនៅចាំត្រង់នេះបើសិនមិនមកចាំសាច់ហៅយើងផងស្រាប់តែពេលនោះបញ្ញាក៏ស្ទុះអោបរ៉ានីហើយក៏បានថើបរ៉ានីហើយគេបានប្រាប់ថារ៉ានីខ្ញុំពិតជាស្រឡាញ់ឯងណាស់តែឯងដឹងអត់ខ្ញុំពិតជាស្រឡាញ់ឯងតាំងពីនៅរៀនតែឯងអាចស្រឡាញ់ខ្ញុំវិញបានទេឯងអាចបកគលខ្លួនប្រាឲ្យខ្ញុំបានទេរ៉ានីពេលនោះរ៉ានីក៏បាននិយាយថាបញ្ញាឯងឈួតមែនទេហេតុអីពិតជាឯងមកនិយាយអញ្ចឹងយើងជាមិត្តភក្តិគ្នាអញ្ចឹងឯងនិយាយអីឲ្យគិតផងតែពេលនោះបញ្ញាក៏បាននិយាយថារ៉ានីបងពិតជាស្រឡាញ់អូនមែនប៉ុន្តែបងអត់មានចិត្តក្លាហានក្នុងការប្រាប់អូនឯងនេះអញ្ចឹងបងអាចសុំអីម្យ៉ាងពីអូនឯងបានអត់ពេលនោះរ៉ានីក៏បាននិយាយថាបើឯងនៅតែបន្តចឹងទៀតខ្ញុំត្រឡប់ទៅវិញហើយបើសិនជាឯងនិយាយអីឈួតអញ្ចឹងចាប់ពីថ្ងៃទៅឯងច្របាប់អាខ្ញុំទៀតឥឡូវបើឯងអត់បាត់ជើងទេខ្ញុំត្រឡប់ទៅតាំងវិញហើយស្រាប់តែពេលនោះបញ្ញាក៏បានចាប់អោបរ៉ានីហើយព្យាយាមបដួលរ៉ានីនិងបានចាប់រំលោភរ៉ានីដោយសារតែកម្លាំងមនុស្សប្រុសរ៉ានីពិតជាមិនអាចកម្រើកខ្លួនបានទេពេលនោះរ៉ានីពិតជាយំផងព្យាយាមធ្វើយ៉ាងណាអាចការពារខ្លួនបានគេក៏បានយកពិលវាយក្បាលទៅនឹងបញ្ញាពេលនោះបញ្ញាពិតជាខឹងខ្លាំងមែនទែនបញ្ញាគិតថាដល់ដំណាក់កាលនេះហើយបើសិនជាគេប្រឡែងឲ្យរ៉ានីរួចខ្លួននោះរ៉ានីប្រកាសជាយកទៅប្រាប់ពុទ្ធីព្រោះពុទ្ធីគឺជាសង្សារជាមួយនឹងរ៉ានីគេប្រកាសជាបែកបាក់មិត្តភាពជាមិនខានពេលនោះបញ្ញាក៏ព្យាយាមបន្តរំលោភរ៉ានីបន្តទៀតប៉ុន្តែពេលនោះគេបានយកអាវខ្ទប់ជាមួយនឹងច្រមុះរបស់រ៉ានីគេក៏បានបន្តបេសកកម្មរហូតដល់រំលោភបានសម្រេចហើយពេលនោះរ៉ានីក៏បានដាច់ខ្យល់ស្លាប់ដោយសារតែអាវខ្ទប់ដង្ហើមរបស់រ៉ានីបញ្ញាក៏បានដឹងថារ៉ានីបានស្លាប់ហើយពេលនោះគេគិតថាមានតែបំបត្តិសាកសពទេទើបគេអាចរួចខ្លួនបានបញ្ញាក៏ព្យាយាមអស់រ៉ានីរហូតដល់មាត់ជ្រោះមួយគេក៏បានរុញរ៉ានីទម្លាក់ពីលើជ្រោះទៅតាមមាត់ជ្រោះនោះនៅពេលដែលគេបានរុញទម្លាក់រ៉ានីចូលក្នុងជ្រោះហើយបញ្ញាក៏បានត្រឡប់មកគេបានចូលទៅក្នុងតង់វិញជាធម្មតានៅពេលព្រឹកឡើងគេក៏ចាប់ផ្ដើមក្រោកមកជាធម្មតាប៉ុន្តែដាវ៉ាន់បានចាប់ផ្ដើមឆ្ងល់ថាយីរ៉ានីទៅណាបាត់ទៅថ្ងៃនេះក៏ក្រោកលឿនម្លេះពេលនេះពេលទៅរៀនណាបើរឿងក្រោកនឹងវិញគឺថាគ្រូចូលរៀនអស់បានទៅដល់សាលាប៉ុន្តែពេលមកដើរលេងវិញគឺថាក្រោកលឿនមែនតើដាវ៉ាន់ក៏ចេញទៅក្រៅហើយក៏បានព្យាយាមសួរថារ៉ានីគេទៅណាបាត់ហើយពេលនោះបញ្ញានិងពុទ្ធីក៏បាននិយាយថារ៉ានីប្រហែលជាមិនទាន់ក្រោកទេចុះឯងនៅដេកនៅតង់ជាមួយរ៉ានីអត់ដឹងថារ៉ានីទៅណាទេពេលនោះក៏ដាវ៉ាន់ក៏តាមឆ្ងល់ថាខ្ញុំដូចជាអត់មានឃើញរ៉ានីផងចុះពេលនេះឯងអត់ឃើញរ៉ានីចេញមកក្រៅទេហ៎ពេលនោះគេក៏ចាប់តាមឆ្ងល់ទេខ្ញុំពិតជាមិនឃើញទេហើយគេក៏ចាប់តាមការចាត់ចម្លែកថារ៉ានីទៅណាមិនបានជាមិនប្រាប់ពួកគេហើយរហូតដល់ថ្ងៃត្រង់ពិតជាមិនឃើញរ៉ានីត្រឡប់មកវិញមែនពេលនោះគេចាប់តាមសង្ស័យថារ៉ានីអាចនឹងបាត់ខ្លួនឬក៏បង្វេងនៅក្នុងព្រៃពួកគេក៏ព្យាយាមនាំគ្នាទៅរករ៉ានីនៅក្នុងព្រៃទោះបីជាតាមរកយ៉ាងណាក៏រកមិនឃើញដែរព្រោះរ៉ានីបានស្លាប់បាត់ទៅហើយបញ្ញាជាមនុស្សម្នាក់ដែលមានពុតបត់មែនទែនគេក៏ធ្វើជាមិនដឹងរឿងអ្វីគ្រប់យ៉ាងពួកគេក៏បន្តចូលទៅក្នុងព្រៃកាន់តែជ្រៅទៅរហូតដល់មេឃងងឹតពេលនោះពួកគេបានឮសំឡេងស្និបជើងប៉ុន្តែសំឡេងនោះគឺជាសត្វខ្លាមួយពងពេលនោះពួកគេ3នាក់ពិតជាផិតភ័យខ្លាំងមែនទែនបញ្ញាក៏ចាប់ផ្ដើមនិយាយថាយើងគួរតែលាក់ខ្លួនទៅបើមិនចឹងទេខ្លាប្រកាសជាខាំស៊ីអស់ហើយប៉ុន្តែសត្វខ្លាដោយសារតែធំក្លិនអ្វីម្យ៉ាងគេក៏ព្យាយាមតាមរកក្លិននោះពេលនោះពួកគេពិតជាមិនអាចលាក់ខ្លួនបានទេពួកវងខ្លាក៏ចាប់ផ្ដើមសម្ដៅមករកពួកគេក៏ព្យាយាមរត់ពេញព្រៃពេលនោះពួកគេក៏ចាប់ផ្ដើមបង្វែងគ្នាពេញនឹងបញ្ញាបានរត់រហូតទៅដល់មាត់ជ្រោះមួយពេលនោះស្រាប់តែគេឃើញ
នារីម្នាក់ឈរស្ទង់ស្លៀកសឈរនៅមាត់ជ្រោះនោះគេក៏ចាប់តាមមានអារម្មណ៍ថាដូចជាមិនស្រួលគេក៏បានសួរថាតើនាងជាអ្នកណាហេតុអីបានជាមកឈរទីនេះពេលនោះស្រាប់តែនារីនោះបែរមុខមកវិញគឺជារ៉ានីគឺជាខ្មោចរ៉ានីបានមកតាមសងសឹកជាមួយនឹងបញ្ញាពេលនោះបញ្ញាព្យាយាមរត់រហូតទៅដល់ចុងនៃខឿនមួយពេលនោះគេបានសម្លឹងមើលទៅក្រោមគឺជាជ្រោះដ៏សែនជ្រៅរ៉ានីក៏បានដើរខិតមកគិតកាន់តែចិត្តបញ្ញាទៅពេលនោះបញ្ញាក៏ព្យាយាមរត់រហូតដល់កន្លះជើងធ្លាក់ចូលទៅក្នុងជ្រោះជ្រៅស្លាប់បាត់បង់ជីវិតចំណែកឯ2នាក់ទៀតគឺបានបង្វេងផ្លូវពេញនឹងពេលនោះដាវ៉ាន់ក៏បានព្យាយាមរត់រកវិធីយ៉ាងណាទៅរកផ្លូវចេញពីក្នុងព្រៃនេះប៉ុន្តែពួកគេមិនអាចរត់ចេញពីព្រៃនេះបានទេនៅពេលដាវ៉ាន់ព្យាយាមរត់យ៉ាងណាក៏មិនអាចរកផ្លូវឃើញបានដែរចំណែកឯពុទ្ធីវិញពុទ្ធីបានព្យាយាមរត់រកកន្លែងណាដែលអាចសង្គ្រោះជីវិតបានពីសត្វខ្លានោះគេក៏បានបន្តរត់ទៅដល់កន្លែងមួយដែលឃើញមានខ្ទមមួយគេក៏បានចូលទៅសម្រាកនៅទីនោះគេគិតថាសម្រាប់ទីនេះមួយយប់សិនហើយស្អែកគេនឹងបន្តដំណើរទៅទៀតនៅពេលដែលយប់នោះស្រាប់តែមានពស់ពេកមួយយ៉ាងធំបានវាមកចាក់ជើងពុទ្ធីធ្វើឲ្យពឹសនៅក្នុងខ្លួនរបស់គេបានពាសពេញខ្លួនពេញនោះគេបានព្យាយាមរកផ្លូវដើម្បីចេញពីក្នុងព្រៃនោះប៉ុន្តែដោយសារតែពឹសរបស់ពស់ពេកមិនអាចឲ្យគេបន្តដំណើរទៅមុខទៀតបានទេពុទ្ធីក៏បានស្លាប់នៅក្នុងព្រៃនោះយ៉ាងតៃហោងចំណែកឯដាវ៉ាន់វិញដាវ៉ាន់បានជាប់នៅក្នុងព្រៃនោះដោយរកផ្លូវមិនឃើញទេពិលក៏បានជ្រុះបាត់អាហារក៏គ្មានមកជាមួយពេលនោះដាវ៉ាន់ក៏ឃើញស្រមោលស្ទង់បានដើរមករកគេក៏ព្យាយាមស្រែកសួរថាតើនាងជាអ្នកណាគេតើនាងស្គាល់ផ្លូវនេះដែរទេនាងគឺជាអ្នករស់នៅក្នុងព្រៃនេះមែនទេឬក៏ជាអ្នកភូមិដែលដើរឆ្លងកាត់ព្រៃនេះខ្ញុំសុំសួរបន្តិចតើព្រៃនេះគេទៅតាមណាវិញដើម្បីទៅរកព្រះអ្នកភូមិនាងអាចជួយជូនខ្ញុំទៅដល់ផ្លូវចេញបានទេហើយសម្លេងដាវ៉ាន់បានព្យាយាមស្រែកសួរប៉ុន្តែនារីនោះគ្មានឆ្លើយអ្វីទេស្រាប់តែបែរមុខមកវិញគឺជារ៉ានីពេលនោះដាវ៉ាន់បានស្រឡាំងកាំងជាខ្លាំងគេពិតជាផិតភ័យគេគិតថានេះគឺជារ៉ានីមែនទេពេលនោះដាវ៉ាន់សួរថាតើឯងមិនទាន់ស្លាប់ផងមែនទេរ៉ានីក៏បាននិយាយថាឯងសួរយើងថាយើងមិនទាន់ស្លាប់ទេឬឯងគឺជាតកេតកហេតុអ្វីបានជាឯងនាំគ្នាមកធ្វើបាបយើងបែបនេះអ្នកទាំងអស់គ្នាដឹងទេថារឿងនេះដាវ៉ាន់ក៏បានចូលដៃចូលជើងជាមួយបញ្ញាដែរនៅយប់ថ្ងៃនោះខ្ញុំនឹងត្រឡប់ទៅកាន់ពេលយប់រាត្រីដែលបញ្ញាបានហៅរ៉ានីចូលទៅក្នុងព្រៃជ្រៅនោះនៅពេលដែលរ៉ានីបានចូលទៅក្នុងព្រៃជ្រៅជាមួយបញ្ញាពេលនោះដាវ៉ាន់ក៏បានដើរទៅតាមក្រោយដោយសារដាវ៉ាន់មានអារម្មណ៍ថាបញ្ញាដូចជាមានអ្វីចម្លែកហើយដាវ៉ាន់បានរួចក្រាស់ទៅកាន់បញ្ញាប៉ុន្តែបញ្ញាមិនបានស្រឡាញ់ដាវ៉ាន់ទេបញ្ញាគឺលួចស្រឡាញ់រ៉ានីតាំងពីនៅវិទ្យាល័យមកម្លេះពេលនោះដាវ៉ាន់បានឃើញបញ្ញាសារភាពទៅកាន់រ៉ានីហើយចាប់រំលោភរ៉ានីប៉ុន្តែដាវ៉ាន់បែរជាមិនមាត់នៅពេលដែលដាវ៉ាន់បានឃើញទស្សនវិជ្ជាទាំងអស់នោះបញ្ញាក៏បានប្រាប់ទៅកាន់ដាវ៉ាន់ថាសូមដាវ៉ាន់កុំប្រាប់ទៅកាន់ពុទ្ធីអីនាងជួយលាក់រឿងនេះផងពេលនោះដាវ៉ាន់ក៏ព្រមលាក់រឿងទាំងអស់នេះហើយដាវ៉ាន់និងបញ្ញាបានទាញរ៉ានីទៅដល់មាត់ជ្រោះហើយទម្លាក់ដារ៉ានីចូលទៅក្នុងជ្រោះជ្រៅនោះត្រឡប់មកកាន់ព្រៃជ្រៅវិញពេលនោះខ្មោចរ៉ានីបានស្រែកជាមួយនឹងទឹកមុខដ៏សែនឈឺចាប់ជាមួយនឹងការផាត់ក្បត់របស់មិត្តភ័ក្តិដាវ៉ាន់បានលើកដៃសុំអង្វររ៉ានីសុំកុំឲ្យសម្លាប់គេអីសុំទុកជីវិតឲ្យគេផងប៉ុន្តែរ៉ានីជាខ្មោចតៃហោងស្លាប់នៅក្នុងព្រៃនេះនាងពិតជាសាហាវហើយវិញ្ញាណរបស់នាងពិតជាមិនអាចទៅចាប់ជាតិបានទេនាងទៅតែសងសឹកជាមួយនឹងគំនុំមិត្តភ័ក្តិក្បត់បែបនេះពេលនោះរ៉ានីបានច្របាច់កដាវ៉ាន់ហើយបានលើកបោះដាវ៉ាន់ទៅលើដើមឈើធ្លាក់ចុះមកវិញដាវ៉ាន់ក៏បានស្លាប់យ៉ាងសាហាវឃោរឃៅក៏បានដាច់ជាពីរជាមួយនឹងថ្មបានបោកក្បាលដាវ៉ាន់ធ្វើឲ្យបែករលាខួរពេញនេះព្រៃមួយនោះគ្មាននរណាម្នាក់អាចឈានត្រឡប់ទៅទៀតទេបន្ទាប់ពីពួកគេបានស្លាប់បាត់បង់ជីវិតអស់ពេលនោះអ្នកភូមិក៏កាន់តែឆ្ងល់ហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីចុះស្វែងរកពួកគេ4នាក់នោះដែលបានបាត់ខ្លួនប៉ុន្តែប៉ូលីសបានឃើញតែតង់ដែលបានបោះនិងរបស់របរប្រើប្រាស់ចំណែកសាកសពគ្មានវិធីណាដែលអាចរកឃើញបានទេតាំងពីពេលនោះមក
គ្មាននរណាម្នាក់ហ៊ានចូលទៅក្នុងព្រៃនោះទេព្រោះគេបាននិយាយតពីមាត់មួយទៅមាត់មួយថាព្រៃនោះមានសាកសពស្លាប់បាត់ខ្លួនរកមិនឃើញហើយឲ្យតែអ្នកណាចូលទៅគ្មាននរណាម្នាក់អាចរួចផុតជីវិតបានទេខ្មោចនៅទីនោះពិតជាឡងសាហាវខ្លាំងណាស់អរគុណអ្នកទាំងអស់គ្នាសម្រាប់ស្ដាប់រឿងរ៉ាវមួយនេះសង្ឃឹមថារឿងមួយនេះអ្នកទាំងអស់គ្នានឹងចូលចិត្តហើយកុំភ្លេចជួយ Subscribe admin ផងណា